ចលនាគាំទ្រវរៈកងទ័ពកំពុងផុសផុលនៅទូទាំងប្រទេសប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានពុតដៃគ្នាជាធ្លុងមួយចូលរួមលើកទឹកចិត្តកងទ័ពទៅតាមមធ្យោបាយនិងលទ្ធភាពរៀងៗខ្លួនជាដំបូងខ្ញុំសូមទាញចំណាប់អារម្មណ៍លោកអ្នកចំពោះព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រនៃយើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសពព្រះរាជហឫទ័យប្រោះព្រះរាជទាននៅព្រះរាជទ្រព្យចំនួន$10,000អាមេរិកជូនសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដើម្បីជួយដល់ប្រជារាស្ត្រភាគឹកនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃព្រះរាជទ្រព្យដ៏ឧត្តមខាងលើនេះត្រូវបានសម្ដេចមហាមន្ត្រីគុយសុផលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតត្បូងប្រគល់ជូនលោកជំទាវបណ្ឌិតអុកម៉ាលីអគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាលពីរសៀលថ្ងៃទី10ខែធ្នូឆ្នាំ2025នៅសាលប្រជុំក្រសួងព្រះបរមរាជវាំងបន្ទាប់ពីទទួលបានព្រះរាជោបត្ថម្ភដ៏ឧត្តមខាងលើនេះសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានក្រាបបង្គំទូលថ្វាយនៅសាលលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសារលិខិតនោះមានខ្លឹមសារដើមថាខ្ញុំម្ចាស់ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជាមានសេចក្តីរីករាយឥតឧបមាដោយបានទទួលព្រះរាជទ្រព្យចំនួន$10,000អាមេរិកដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈសម្ដេចមហាមន្ត្រីគុយសុផលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលជាព្រះរាជោបត្ថម្ភដ៏ឧត្តមជួយដល់ប្រជារាស្ត្រភាគឹកដែលកំពុងជួបប្រទះការលំបាកខ្វះខាតបណ្ដាលមកពីសង្គ្រាមឈ្លានពាននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងដែលតែងតែសពព្រះរាជហឫទ័យប្រោះព្រះរាជទានព្រះរាជទ្រព្យជួយដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់កាលៈទេសៈ